របបសឹកមីចិនម៉ាបន្តពន្យាបាត់ឈប់បាញ់បណ្ដោះអាសន្នរហូតដល់ចុងខែនេះរបបសឹកមីចិនម៉ាបានឲ្យដឹងថាខ្លួនបានសម្រេចបន្តការអនុវត្តបទឈប់បាញ់ជាបណ្ដោះអាសន្នរហូតដល់ផុតខែមិថុនានេះដើម្បីគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងជួសជុលនិងស្ដារប្រទេសឡើងវិញក្រោយមហន្តរាយគ្រោះរញ្ជួយផែនដីដែលបានសម្លាប់មនុស្សចង្ហោច 3,700 នាក់និងបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលយោធាបានប្រកាសបទឈប់បាញ់ដំបូងកាលពីដើមខែមេសាពលគឺប៉ុន្មានថ្ងៃក្រោយគ្រោះរញ្ជួយដីថ្ងៃទី28 មីនាដើម្បីសម្រួលដល់កិច្ចប្រឹងប្រែងជួយជនរងគ្រោះនិងស្ដារប្រទេសបន្ទាប់ពីក្រុមប្រដាប់អាវុធប្រឆាំងរបបសឹកបានប្រកាសដូចគ្នាខាងក្រុមឧទាមក៏បានសម្រេចបញ្ជាពេលបទឈប់បាញ់របស់ពួកគេរហូតដល់ចុងខែនេះផងដែរបើទោះបីជាយ៉ាងណាក៏ដោយកន្លងមកការវាយប្រហារដោយកាំភ្លើងធំនិងតាមផ្លូវអាកាសរបស់យោធាត្រូវបានរាយការណ៍ថាបានបន្តនៅតាមផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា